ខ្ញុំមើលវីដេអូបងជីណូហើយតាំងពី5ថ្ងៃមុនហើយទៅតែមានពេលមកធ្វើវីដេអូនេះដើម្បីលើកទឹកចិត្តម៉ាក់ឲ្យទៅមើល podcast របស់បងជីណូដូចគ្នាទោះបីជាគាត់ទើបតែមាន baby ក៏ដោយហើយយើងមានកូនធំជាងគាត់ឬក៏អាចមានកូន2នាក់3នាក់អីច្រើនជាងគាត់ក៏ដោយក៏ខ្ញុំនៅតែគិតថាយើងអាចរៀនបានច្រើនពី podcast របស់គាត់មួយហ្នឹងហើយខ្ញុំពិតជាអរគុណបងជីណូមែនតើដែលបានចូលរួម podcast មួយហ្នឹងហើយខ្ញុំ really looking forward to hearing more live experience ដែលបងនឹង share នៅក្នុង podcast មួយហ្នឹងនៅថ្ងៃមុខឬក៏ podcast ផ្សេងទៀតហើយក៏ចង់ឲ្យបងនិយាយឲ្យច្រើនតាក់ទងជាមួយនឹង life experience របស់បងនៅក្នុង social media របស់បងដូចគ្នាក្នុង podcast ហ្នឹងខ្ញុំរៀនបាន4ចំណុចតាក់ទងនឹងរឿងការចិញ្ចឹមកូនដោយសារតែបងជីណូគាត់និយាយច្រើនពីបទពិសោធន៍របស់គាត់រស់នៅជាមួយនឹងប៉ារបស់គាត់ចឹងណាចឹងចំណុចទី1ដែលខ្ញុំចាប់បានគឺនៅពេលដែលប៉ាគាត់និយាយពាក្យថាសុំទោសទៅកាន់គាត់ពេលខ្លះយើងជាម្ដាយឪពុកយើងគិតថាគាត់តែនិយាយសុំទោសហ្នឹងវាគ្រាន់តែជាពាក្យសាមញ្ញមួយយើងមិនចាំបាច់និយាយក៏បានអីក៏បានអញ្ចឹងណាប៉ុន្តែពាក្យហ្នឹងគឺវាមានទម្ងន់ខ្លាំងមែនតើហើយវាពិតជាអាចផ្លាស់ប្ដូរផ្នត់គំនិតកូនរបស់យើងបានណានៅពេលដែលយើងចេះប្រើពាក្យថាសុំទោសអញ្ចឹងដោយករណីបងជីណូអញ្ចឹងនៅពេលដែលគាត់ចូលគេងពេទ្យហ្នឹងគាត់បាននិយាយថាប៉ាគាត់ហ្នឹងបាននិយាយពាក្យថាសុំទោសគាត់គ្រាន់តែពាក្យសុំទោសមួយម៉ាត់ហ្នឹងធ្វើឲ្យបងជីណូគាត់ផ្លាស់ប្ដូរផ្នត់គំនិតរបស់គាត់ហើយបើយើងស្ដាប់ទៅវាគ្រាន់តែជាពាក្យសាមញ្ញប៉ុន្តែដុកទ័រខាង psychology នៅខាងក្រៅប្រទេសដូចជាដុកទ័របៃគីគាត់បាននិយាយច្រើនទៅលើការប្រើប្រាស់ពាក្យសុំទោសហ្នឹងថាតើវាមានឥទ្ធិពលល្អមិនខ្លះមកដល់យើងជាម្ដាយឪពុកហើយនិងកូនទាំងអស់គ្នាអាចទៅ search ឈ្មោះគាត់នៅលើ YouTube បានហើយបើសិនជាអាចទិញសៀវភៅគាត់មកអានបានទៀតរហូតតែល្អនិយាយទៅសៀវភៅគាត់ហ្នឹងក៏ជាផ្នែកមួយនៃការផ្លាស់ប្ដូររបស់ខ្ញុំក្នុងការបរៀនកូនឬក៏អប់រំកូនដូចគ្នាដែលសៀវភៅហ្នឹងមានឈ្មោះថា Good Insight ទី2តកតងជាមួយនឹងការសង្កេតមើលឬក៏អង់គ្លេសយើងហៅថា observation ពុកម្ដាយទាំងអស់រួមទាំងខ្ញុំយើងតែងតែប្រើពាក្យថា I love you យើងស្រឡាញ់កូនយើងអីចឹងទៅប៉ុន្តែពាក្យហ្នឹងវាអត់អាចមានទម្ងន់ខ្លាំងទេបើមិនជាយើងអត់ធ្វើសកម្មភាពណាមួយដែលបង្ហាញគាត់ពីទឹកចិត្តរបស់យើងថាយើងពិតជាស្រឡាញ់គាត់ខ្លាំងមែនខ្ញុំក៏ធ្លាប់ផុសវីដេអូនិយាយតាក់ទងជាមួយនឹងប៉ាខ្ញុំដែរគ្រាន់ថាពេលហ្នឹងខ្ញុំអត់និយាយអញ្ចឹងឯងខ្ញុំទៅសេជាអត្ថបទវីដេអូខ្ញុំហ្នឹងនិយាយពីតម្លៃសាលាហើយទឹកចិត្តដែលប៉ាខ្ញុំគាត់ប្រឹងរលុយរស៊ីដើម្បីយកមកចិញ្ចឹមកូនអីនិយាយតែអាទង្វើសកម្មភាពរបស់ប៉ាខ្ញុំហ្នឹងគឺខ្ញុំមើលឃើញហើយខ្ញុំដឹងហ្មងថាគាត់ពិតជាស្រឡាញ់ខ្ញុំមែនអញ្ចឹងអត់ខុសអីពីបងជីណូនៅពេលដែលគាត់ឃើញប៉ារបស់គាត់យំហើយបង្ហាញពីទឹកចិត្តរបស់គាត់ដែលគាត់ចង់ឈឺជំនួសកូនប្រុសរបស់គាត់ណាពេលហ្នឹងហើយដែលបងជីណូគាត់ដឹងថាប៉ារបស់គាត់ស្រឡាញ់គាត់ខ្លាំងក្នុងនាមខ្ញុំដែលជាម្ដាយមួយរូបក៏ខ្ញុំរៀនសូត្របានពីចំណុចហ្នឹងពីប៉ារបស់ខ្ញុំផ្ទាល់ក៏ដូចជា podcast ដែលបងជីណូគាត់បានចែកម្លែកនឹងដូចគ្នាពេលខ្លះយើងរវល់នឹងការងារខ្លាំងពេកឬក៏យើងជាប់ប្រើប្រាស់ device មើលទូរស័ព្ទច្រើនពេកអញ្ចឹងមិនថាយើងមើលទូរស័ព្ទដោយសារតែយើងជាប់រវល់រកស៊ីការងាររបស់យើងឬក៏យើងមើលទូរស័ព្ទក្នុងលក្ខណៈ pleasure កម្សាន្តអីក៏ដោយពេលខ្លះខ្ញុំគិតថាយើងពិតជាភ្លេចខ្លួនក្នុងការធ្វើសកម្មភាពច្រើនដើម្បីបង្ហាញគាត់ថាយើងពិតជាស្រឡាញ់គាត់ខ្លាំងមែន Line observation នេះខ្ញុំ note វាទុកនៅក្នុងចិត្តដើម្បីរំលឹកខ្លួនឯងថាពេលដែលខ្ញុំរវល់ខ្លាំងខ្ញុំអត់ត្រូវភ្លេចកូនរបស់ខ្ញុំទេព្រោះឯកូនរបស់ខ្ញុំកំពុងតែមើលខ្ញុំកំពុងតែសង្កេតមើលខ្ញុំថាតើខ្ញុំពិតជាស្រឡាញ់គាត់មែនអត់តាមរយៈសកម្មភាពដែលខ្ញុំធ្វើទៅកាន់គាត់ចំណុចទី3ដែលខ្ញុំពេញចិត្តខ្លាំងមែនតើគឺតាក់ទងជាមួយនឹងការផ្ដល់ឯករាជ្យភាពទៅកាន់កូនអញ្ចឹងដូចពេលដែលប៉ាបងជីណូសួរគាត់អញ្ចឹងណាថាដោយសារតែបងជីណូគាត់ដឹងច្បាស់ខ្លួនឯងថាគាត់មិនសូវជាចូលចិត្តរៀនទេអញ្ចឹងក៏គាត់ឈប់រៀនហើយគាត់មកជួយលក់ប៉ារបស់គាត់វិញអីដែលប៉ារបស់គាត់បានធ្វើគឺប៉ាគាត់បានផ្ដល់នៅឯករាជ្យភាពក្នុងការសម្រេចចិត្តខ្លួនឯងហើយឲ្យគាត់ចេះទទួលខុសត្រូវទៅលើការសម្រេចចិត្តរបស់ខ្លួនឯងដូចករណីបងជីណូអញ្ចឹងពេលដែលគាត់ឈប់រៀនទៅគាត់ចង់មករកស៊ីអញ្ចឹងអាហ្នឹងគឺជាជីវិតមួយដែលគាត់សម្រេចចិត្តខ្លួនឯងគាត់ទទួលខុសត្រូវខ្លួនឯងប៉ាម៉ាក់គាត់អត់ទទួលខុសត្រូវទៅលើការសម្រេចចិត្តរបស់គាត់ទេព្រោះអាយុ16ដូចជា16ឆ្នាំហ្នឹងហើយគាត់រៀងធំដែរវ័យជំទង់ហើយអញ្ចឹងអាហ្នឹងគឺជាចំណុចល្អមួយដែលខ្ញុំ keep reminding ខ្លួនឯងថានៅពេលដែលកូនខ្ញុំធំទៅមិនធំទៅសូម្បីតែឥឡូវក៏យើងគួរតែផ្ដល់ឯករាជ្យភាពហ្នឹងឲ្យគាត់ខ្លះដើម្បីឲ្យគាត់អាច explore អាចឲ្យគាត់ take risk ពេលខ្លះយើង take care គាត់ខ្លាំងពេកយើងអត់បដៅគាត់ទេគឺថ្ងៃក្រោយទៅគាត់អត់ហ៊ាន take risk គាត់អត់មាន independent គាត់អត់មានឯករាជ្យភាពខ្លួនឯងហើយគាត់អត់ចេះទទួលខុសត្រូវទៅលើការសម្រេចចិត្តរបស់គាត់ក៏ដូចជាអត់ចេះទទួលខុសត្រូវទៅលើជីវិតរបស់គាត់ទេអញ្ចឹងអាហ្នឹងវាជាចំណុចល្អមួយដែលខ្ញុំរៀនសូត្របានពីប៉ាបងជីណូបើសិនជាយើងអត់ផ្ដល់ឱកាសយើងអត់ create បរិយាកាសមួយដែលកូនយើងគាត់អាចមានឱកាសក្នុងការ take risk ហើយបើសិនជាយើងអត់ support គាត់
ទៅលើទឹកចិត្តឬក៏មានលុយអីមួយចំនួនដែលយើងមិនរត់តែលុយទេលុយវាគ្រាន់តែជា tool មួយប៉ុន្តែវាមាន tool អីផ្សេងៗទៀតដែលយើងអាចប្រើប្រាស់ដើម្បី support កូនយើងឲ្យគាត់ហ៊ាន take risk ដោយសុវត្ថិភាពអញ្ចឹងបើសិនជាយើងអត់បង្កើតបរិយាកាសទាំងអស់ហ្នឹងទេកូនយើងគឺគាត់នឹងអត់មានឯករាជ្យភាពនៅក្នុងខ្លួនទេហើយរឿងទាំងអស់ហ្នឹងបើសិនជាយើងធ្វើបានតាំងពីពេលគាត់នៅតូចគឺល្អហ្មងយើងមិនប្រកាសថាថ្ងៃមុខទៅគាត់នឹងទៅជាយ៉ាងម៉េចទេប៉ុន្តែដូចខ្ញុំនិយាយដដែលអញ្ចឹងបើសិនជាយើងព្យាយាមអស់ពីលទ្ធភាពដើម្បីកសាងអាគ្រឹះរបស់គាត់នឹងឲ្យរឹងមាំខ្ញុំគិតថាថ្ងៃមុខទៅ somehow ក៏ skill ទាំងអស់ហ្នឹងឬក៏ចំណេះដឹងទាំងអស់ហ្នឹងគាត់អាចយកទៅប្រើប្រាស់នៅក្នុងជីវិតរបស់គាត់បានដូចគ្នាវាគ្រាន់បើជាជាងអត់មានគ្រឹះអត់មានទុនអត់មានចំណេះដឹងទៅលើរឿងនឹងទាំងអស់ហ្នឹងសោះក៏វាពិបាកដែរនៅថ្ងៃមុខទៅហើយចំណុចចុងក្រោយគឺតាក់ទងជាមួយនឹងការបើកចិត្តខ្ញុំទៅសើប៉ាបងជីណូខ្លាំងមែនតើព្រោះអីមិនមែនគ្រប់មនុស្សចាស់ទាំងអស់គាត់បើកចិត្តទលាយក្នុងការចរចាក្នុងការស្ដាប់រឿងរបស់កូនគាត់ទេខ្ញុំជឿថា millennial ជាច្រើនដែលគាត់អាចយល់ពីអ្វីដែលខ្ញុំចង់និយាយហ្នឹងដែរសារតែអាចថាឪពុកម្ដាយយើងឬក៏មនុស្សចាស់មួយចំនួនដែលយើងកំពុងតែរស់នៅមួយគាត់អត់បើកចិត្តក្នុងការស្ដាប់ហេតុផលរបស់យើងសោះហ្មងណាគាត់អត់បើកចិត្តក្នុងការស្ដាប់ពីរឿងរបស់យើងថាតើយើងបានជួបការលំបាកអីគេខ្លះនិយាយទៅគាត់មិនចង់ស្ដាប់តែម្ដងអញ្ចឹងរឿងហ្នឹងគឺខ្ញុំទៅសើប៉ាបងជីណូខ្លាំងមែនតើគាត់ជាមនុស្សម្នាក់ដែលមានចិត្តទលាយក្នុងការស្ដាប់រឿងរបស់កូនរបស់គាត់ស្ដាប់ពីហេតុផលកូនរបស់គាត់ហើយពេលដែលមានបញ្ហាគឺយើងចេះស្វែងរកដំណោះស្រាយជាមួយគ្នាក្នុងនាមជាឪពុកម្ដាយជាមួយនឹងកូនអញ្ចឹងទៅហើយអាហ្នឹងគឺល្អខ្លាំងមែនតើដោយសារតែវាធ្វើឲ្យ relationship ទំនាក់ទំនងរវាងឪពុកម្ដាយជាមួយនឹងកូនគឺកាន់តែស្និទ្ធស្នាលធម្មតានៅពេលដែលយើងដឹងរឿងគ្នាកាន់តែច្រើនយើងក៏អាចមានលទ្ធភាពក្នុងការយល់ពីទុក្ខលំបាករបស់ឪពុកម្ដាយយើងក៏ដូចជាយើងជាឪពុកម្ដាយយល់ពីទុក្ខលំបាករបស់កូនយើងដូចគ្នាអញ្ចឹងបើសិនជាយើងជាឪពុកម្ដាយអត់បើកចិត្តឲ្យទលាយក្នុងការស្ដាប់កូនទេពេលដែលកូនមកប្រាប់យើងរឿងអីមួយម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតយូរទៅយើងស្ដីឲ្យគាត់យើងអត់ចង់ស្ដាប់យើង shut down អាហ្នឹងថ្ងៃក្រោយទៅគឺគាត់អត់ចង់មកនិយាយជាមួយយើងទេអញ្ចឹងនៅពេលដែលការនិយាយជាមួយគ្នាកាន់តែតិចទំនាក់ទំនងក៏កាន់តែលែងស្និទ្ធស្នាលដូចមុនហើយនៅពេលដែលអត់ស្និទ្ធស្នាលណាពេលដែលយើងជួបបញ្ហាអីនៅក្នុងផ្ទះឬក៏ជួបបញ្ហាជីវិតអីក៏ដោយគឺយើងពិបាកក្នុងការដោះស្រាយជាមួយឪពុកម្ដាយយើងក៏ដូចជាយើងដែលជាឪពុកម្ដាយពិបាកក្នុងការដោះស្រាយជាមួយកូនក៏ដូចជាយល់ពីកូនដូចគ្នាអញ្ចឹងត្រឡប់មកវិញមានរឿងច្រើនទៀតដែលខ្ញុំរៀនសូត្របានច្រើនពីបងជីណូជាពិសេសគាត់និយាយច្រើនមែនតើតាក់ទងជាមួយនឹងការងារដែលគាត់ត្រូវធ្វើក្នុងនាមគាត់ជាកូនម្នាក់អាហ្នឹងក៏ខ្ញុំរៀនសូត្របានច្រើនដែរប៉ុន្តែក្នុងវីដេអូនេះខ្ញុំចង់និយាយតែពីលើរឿង parenting ឯងថាតើខ្ញុំបានរៀនសូត្រចំណុចអីគេខ្លះពី podcast មួយហ្នឹងអញ្ចឹងម៉ាក់គួរតែទៅមើល podcast របស់គាត់ហើយខ្ញុំធានាហ្មងថាម៉ាក់ស្ដាប់ទៅនឹងជក់ចិត្តហើយមានអារម្មណ៍ថារៀនបានច្រើនពីបងជីណូ